ខ្ញុំហុកសុចិត្រាដែលជាអគ្គលេខាធិការក្លឹបបាល់ទាត់វិសាខាហើយគឺជាគ្រូបង្គោលរបស់ក្លឹបបាល់ទាត់នារីរបស់វិសាខាដែរដែលក្លឹបបាល់ទាត់នារីវិសាខាកំពុងតែចូលរួមប្រកួតពានរង្វាន់ Cambodia Premier League ផ្នែកនារីនៅរដូវកាលឆ្នាំ2026នេះខេត្តបរសៀននោះឥឡូវនេះយើងមានកីឡាបាល់ទាត់ផ្នែកបរោះដែលល្អពីរក្រុមដែលកំពុងតែប្រកួតនៅក្នុងលីកអាជីពរបស់កម្ពុជាអញ្ចឹងអ្វីដែលពួកខ្ញុំជ្រើសរើសយកមកទីនេះទីមួយគឺយើងចង់បង្កើតនៅអនុស្សាវរីយ៍មួយរវាងថាបាល់ទាត់នារីដោយសារតែខ្ញុំបានស្គាល់ក្រុមបាល់ទាត់មហាមិត្តនេះគាត់បានទៅចូលរួមការប្រកួតពានរង្វាន់ Soccer League ហើយគាត់បានចូលរួមមិត្តភាពជាមួយពួកខ្ញុំនៅភ្នំពេញអញ្ចឹងខ្ញុំក៏មានឱកាសដែលពួកខ្ញុំកំពុងតែទំនេរនៅសល់ការប្រកួតលីកនារីយើងសម្រាប់រយៈពេល3សប្តាហ៍អញ្ចឹងយើងក៏ជ្រើសរើសយកក្លឹបមហាមិត្តនេះដែលគាត់ធ្លាប់ទៅលេងនៅភ្នំពេញអញ្ចឹងខ្ញុំត្រូវមកលេងនៅកន្លែងគាត់វិញដើម្បីផ្សព្វផ្សាយអំពីសក្តានុពលនៃទេសចរផងហើយសប្បាយអំពីសក្តានុពលនៃក្រុមបាល់ទាត់នារីផងក្លឹបរបស់ខ្ញុំក៏មានកីឡាការិនីមួយចំនួនដែលគាត់ជាកីឡាការិនីជម្រើសជាតិអញ្ចឹងយើងអាចបង្ហាញឲ្យបានទាំងថានារីគាត់មានសក្តានុពលខ្លាំងដែរឥឡូវនេះកំពុងតែជំរុញឲ្យនារីរបស់យើងកាន់តែខ្លាំងទៅមុខទៀតនៅក្នុងឆាកអន្តរជាតិអញ្ចឹងបើចង់បង្ហាញឲ្យឃើញថានៅខេត្តបរសៀននោះដែលជាតំបន់ទេសចរមួយមានទាំងបាល់ទាត់បរោះមានទាំងបាល់ទាត់នារីដែលកំពុងដំណើរការសប្តាហ៍នេះអញ្ចឹងបាល់ទាត់បរោះយើងដឹងហើយមាន2ក្រុមដែលកំពុងតែលេងប្រកបនៅក្នុងលីកអាជីពរបស់យើងហើយបាល់ទាត់នារីក៏កំពុងតែចូលរួមជាមួយនឹងការអភិវឌ្ឍបាល់ទាត់នារីដែរអញ្ចឹងដល់នេះហើយដែលបានជាខ្ញុំជ្រើសរើសយកខេត្តបរសៀននោះនេះសម្រាប់នៅការប្រកួតមិត្តភាពដើម្បីដកស្រង់បច្ចេកទេសហើយក៏បកចូលរួមនៃការផ្សព្វផ្សាយនៅក្នុងទិសដៅនៃទេសចររបស់កម្ពុជាយើងដែរវិស័យកីឡាមួយគឺយើងអាចធ្វើឲ្យមនុស្សគ្រប់រូបបានស្គាល់គ្នាពីទីឆ្ងាយទីជិតដែលអត់ស្គាល់គ្នាសោះក៏អាចស្គាល់គ្នារាប់អានគ្នាជាមិត្តភ័ក្តិរាប់អានគ្នាជាបងប្អូនបានដែរអញ្ចឹងការលេងការចូលរួមជាមួយនឹងវិស័យកីឡានេះគឺផ្ដល់នៅអត្ថប្រយោជន៍ជាច្រើនទៅដល់ទាំងយុវជនទាំងសុខភាពទាំងទំនាក់ទំនងទាំងសាមគ្គីភាពអញ្ចឹងការចូលរួមលេងកីឡាវាធ្វើឲ្យយើងទទួលបានគ្រប់បែបយ៉ាងបាទទី1គឺបានសុខភាពទី2គឺជៀសឆ្ងាយផុតពីអំពើអបាយមុខទាំងឡាយទាំងអស់សម្រាប់យុវជនទី3គឺគាត់អាចបង្កើតនៅសក្តានុពលបង្កើតនៅកិត្តិយសផ្ទាល់ខ្លួនរបស់គាត់ក៏ដូចជាសម្រាប់ជាតិបានដែរនៅពេលដែលគាត់មានកម្រិតនៃការប្រកួតប្រជែងខ្ពស់សម្រាប់ខ្លួនគាត់អញ្ចឹងយើងឃើញនៅក្នុងប្រទេសកម្ពុជាយើងមានកីឡាករក្មេងៗមួយចំនួនដែលគាត់កំពុងតែល្បីល្បាញហើយកំពុងតែធ្វើឲ្យទាំងជីវភាពគ្រួសារទាំងកិត្តិយសរបស់ខ្លួនគាត់ទាំងកិត្តិយសរបស់ជាតិកំពុងតែរីកចម្រើនទៅនៅល្បីសុសសាយនៅក្នុងតំបន់របស់យើងដែរបាទ